ចាអ្នកទាំងអស់គ្នាខ្ញុំនឹង unboxing EB E12 ឲ្យអ្នកទាំងអស់គ្នាមើលថាតើនៅក្នុង Epson E12 ហ្នឹងគឺមានអីគេខ្លះហើយរូបរាងវាគឺបែបណាតើយើងទៅទស្សនាទាំងអស់គ្នាចានៅក្នុងប្រអប់ E12 ហ្នឹងគឺមានខ្សែភ្លើងតេឡេហើយនឹងមានថ្មតេឡេបងប្អូនទាំងអស់គ្នាហើយនេះក៏មានសភៅណែនាំគេដែរបើសិនជាយើងចង់នឹងថាវាប្រើប្រាស់មិនអីអញ្ចឹងយើងមើលក្នុងសភៅណែនាំនឹងបាននៅក្នុងប្រអប់វាគឺមានតែប៉ុណ្្នឹងទេគឺអត់មានកតាមទេណាបងហើយរូបរាងវាគឺដូច E01 អញ្ចឹងឃើញទេគឺមានតែនៅលើនឹងតែមួយគឺអត់មានក្របការពារ lens ដែរនិយាយរួម model ថ្មីមកឥឡូវហ្នឹងគឺអត់មានក្របការពារ lens នេះទេហើយនៅខាងក្រោយរបស់វាប្របាត់ VGA គឺមាន HDMI 12ហើយនិង USB B តែប៉ុណ្្នឹងទេរូបរាងវាគឺបែបហ្នឹងប៉ុន្តែសម្រាប់ resolution របស់វាគឺស្មើនឹង H06 អ្នកទាំងអស់គ្នាចាហើយនៅខាងមុខវានេះគឺមានតែប៉ុណ្្នឹងទេចា